ចាជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរកាន់លោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សដែលរៀនថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះសួងសុនិចថ្ងៃនេះនាងខ្ញុំនឹងលើកយកការពិសោធន៍មួយយកមកពិសោធន៍បង្ហាញទៅកាន់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលពិសោធន៍នេះគឺស្ថិតនៅក្នុងជំពូកទី3មេរៀនទី5អគ្គិសនីវិភាគចាដោយដែលបងប្អូនបានសិក្សារួចមកហើយថាអគ្គិសនីវិភាគគឺជាលំនាំដែលប្រើប្រាស់ថាមពលអគ្គិសនីដើម្បីធ្វើឲ្យប្រតិកម្មគីមីមួយកើតឡើងអញ្ចឹងនៅថ្ងៃនេះដែរនាងខ្ញុំនឹងលើកយកប្រធានបទមួយគឺការធ្វើអគ្គិសនីវិភាគទឹកនៅក្នុងសូលូស្យូងបាសដោយប្រើអេឡិចត្រូតកាបូនក្រាហ្វីតហើយនៅក្នុងការពិសោធន៍នេះដែរគឺមានគោលបំណងដើម្បីបកស្រាយអំពីដំណើរការរបស់អគ្គិសនីវិភាគទឹកនៅក្នុងសូលូស្យូងបាសបានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍អញ្ចឹងមុននឹងឈានចូលទៅដល់ការធ្វើពិសោធន៍នាងខ្ញុំនឹងបង្ហាញអំពីឧបករណ៍មួយចំនួនដើម្បីការពារសុវត្ថិភាពនៅក្នុងទីពិសោធន៍ទី1គឺទាំងអស់គ្នាត្រូវពាក់អាវពិសោធន៍ឲ្យបានត្រឹមត្រូវពាក់ម៉ាស់និងពាក់ស្រោមដៃឲ្យបានត្រឹមត្រូវមុននឹងធ្វើពិសោធន៍ដើម្បីការពារសុវត្ថិភាពចាអញ្ចឹងជាបន្តទៅទៀតនាងខ្ញុំនឹងណែនាំអំពីឧបករណ៍ក៏ដូចជាសារធាតុគីមីដែលចាំបាច់ដែលប្រើប្រាស់នៅក្នុងពិសោធន៍នេះចាចំពោះឧបករណ៍គឺយើងមានដូចជាបំពង់សាកយកបំពង់សាកចំនួន2មានពីម៉ែត្របន្តក់មានចង្កៀងអាល់កុលមានធូបមានថ្មពិល9វ៉ុលមានដេកេសមានផើងវិភាគហើយនឹងខ្សែចម្លងដែលមានរង្គៀប2ចំនួន2ហើយចំពោះសារធាតុគីមីគឺខ្ញុំមានសូលូស្យូងប៉ូតាស្យូមអ៊ីដ្រូស៊ីតដែលមានកំហាប់ 1m ចំណុះ500មីលីលីត្រចាឥឡូវយើងឈានចូលទៅដល់ដំណើរការពិសោធន៍ជាដំបូងយើងត្រូវចាក់សូលូស្យូងប៉ូតាស្យូមអ៊ីដ្រូស៊ីតនេះចូលទៅក្នុងផើងវិភាគទាំងអស់បន្តមកទៀតគឺយើងត្រូវយកបំពង់សាកបំពេញសូលូស្យូងប៉ូតាស្យូមអ៊ីដ្រូស៊ីតឲ្យពេញចារួចកាប់វាចូលទៅលើអេឡិចត្រូតតែម្ដងយើងត្រូវធ្វើវាកុំឲ្យមានខ្យល់ចូលអញ្ចឹងយើងឃើញបែបនេះមានន័យថាវាអត់មានខ្យល់ចូលទេនៅក្នុងសូលូស្យូងរបស់យើងហើយយើងបន្តដាក់បំពង់សាកមួយទៀតដោយធ្វើលំនាំដូចគ្នាដែរបន្ទាប់ពីយើងធ្វើបែបនេះបានហើយគឺយើងត្រូវយកថ្មពិលចំនួន9វ៉ុលតភ្ជាប់ជាមួយនឹងខ្សែចម្លងរបស់យើងដោយពោលដកគឺយើងចាប់ជាមួយនឹងពោលដកពោលបូកយើងចាប់ជាមួយនឹងពោលបូកចាបន្តពីយើងចាប់ជាមួយនឹងថ្មពិលហើយគឺយើងសង្កេតឃើញទៅលើអេឡិចត្រូតនីមួយគឺមានពពុះកើតឡើងមានន័យថាអគ្គិសនីវិភាគកំពុងតែដំណើរការអញ្ចឹងយើងទុកឲ្យដំណើរការបែបនេះរយៈពេល5នាទីបន្ទាប់ពីទុកឲ្យអគ្គិសនីវិភាគដំណើរការរយៈពេល5នាទីក្រោយមកយើងសង្កេតឃើញថាបំពង់សាកទី1នេះគឺវាមានឧស្ម័នច្រើនជាងបំពង់សាកទី2នេះចាឥឡូវយើងមកធ្វើការតេស្តឧស្ម័នទាំងអស់គ្នាតើនៅក្នុងបំពង់សាកមួយណាដែលមានអ៊ីដ្រូសែននិងបំពង់សាកមួយណាដែលមានអុកស៊ីសែន
ក្រោយអំពីការធ្វើតាក់ឧស្ម័នរូបយកហើយយើងសង្កេតឃើញថានៅក្នុងបំពង់សាកទី1គឺឧស្ម័នបានបន្លឺសំឡេងប៉ាប់ដែលជាវត្តមានរបស់អ៊ីត្រូសែនហើយនៅក្នុងបំពង់សាកទី2គឺមានអណ្ដាតភ្លើងឆេះច្រាលឡើងដែលជាវត្តមានរបស់អុកស៊ីសែនឥឡូវនេះការពិសោធន៍របស់នាងខ្ញុំក៏បានឈានដល់ទីបញ្ចប់ផងដែរចុងក្រោយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលខំតាមដានទស្សនាវីដេអូពិសោធន៍នេះតាំងពីដើមរហូតដល់ចប់ចាសូមអរគុណនិងសូមជម្រាបលា